ថ្ងៃនេះពិសេសហ่ะបងប្អូនថ្ងៃនេះខ្ញុំងើបតាំងពីព្រឹកហ្មងតាំងពីម៉ោង4មកចូលរួមកម្មវិធីរត់ដើម្បីលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះតែកុំមើលបងប្អូនអ្នកទៅរត់នេះសិតតែអ្នក single ទេខ្ញុំអី single ទេដល់ពេលអ្នកដែលជាស្ត្រីត្រូវបំបៅដោះកូនវិញគឺមានតិចទេបងប្អូនអ្នកដែលចុះឈ្មោះហ្នឹងណាបើតាមខ្ញុំមើលទៅគឺវាតិចតែអ្នកដែលទៅរត់ហ្នឹងគឺសិតតែអ្នក single ទេដោយសារអ្នក single ហ្នឹងមានពេលអាចទៅចូលរួមបានអញ្ចឹងណាអញ្ចឹងទៅអ្នកទៅរត់សិតតែអ្នក single ភាគច្រើនហើយការរត់ហ្នឹងបងប្អូនគឺគេ free ទេអត់មានត្រូវចូលរួមឬក៏អីទេគឺយើងរត់ដើម្បីថាទី1សុខភាពរបស់យើងទី2បើសិនជាយើងរត់ទៅយើងឈ្នះយើងគេបានរង្វាន់ទៀតអញ្ចឹងណាបងប្អូនគេមានរង្វាន់ឲ្យយើងហើយនៅក្នុងហ្នឹងដែរគឺកម្មវិធីហ្នឹងគឺប្រពឡើងតាមរយៈអង្គការមួយចំនួននៅស្រុកខ្មែរយើងដែរអញ្ចឹងណាយើងមានអង្គការ Church of Jesus Christ Johan Nither អង្គការ Helen Keller Vitamin Angel ហើយនឹងអង្គការ IBE German Corporation អញ្ចឹងណាបងប្អូនហើយកម្មវិធីហ្នឹងគឺយើងមានរត់ចម្ងាយ3គីឡូម៉ែត្រហើយនិង5គីឡូម៉ែត្រហើយបងប្អូនគេមានអ្នកចុះឈ្មោះច្រើនណាស់ណានៅក្នុងហ្នឹងមុនដំបូងខ្ញុំគិតថាប្រហែលជាតា100នាក់ถึง200នាក់អីទេប៉ុន្តែដល់ពេលភ្លឺឡើងបងប្អូនអើយមនុស្ស1គីឡូ2គីឡូហើយគេមានឡានសង្គ្រោះបឋមទៀតណាចាំមើលយើងថាតើយើងនឹងពេលដែលរត់ទៅអាចថាវិលមុខឬក៏អីយើងខ្សោយអីចឹងណាហើយបើមុនយើងទៅរត់គឺគេឲ្យយើងនឹងគឺមើលខ្លួនយើងតើខ្លួនយើងនឹងមានអីអត់ស្រួលអត់បើសិនជាអត់ស្រួលគឺយើងចូលទៅពេទ្យនៅកន្លែងសង្គ្រោះបឋមនឹងសិនទៅហើយបានយើងចាប់ផ្ដើមរត់ហើយមុននឹងចាប់ផ្ដើមកម្មវិធីរត់នឹងគេឲ្យយើងនឹងសម្រួលសរសៃយើងហាត់កម្ដៅសាច់ដុំសិនដើម្បីឲ្យយើងនឹងប្រកាសថាយើងអាចរត់ទៅរត់រួចអីចឹងណាហើយយើងធ្វើនៅកោះពេជ្របងប្អូនពីមុនដំបូងគាត់ថាកម្មវិធីហ្នឹងប្រហែលជាតិចដោយសារតែពេលម៉ោង5ហ្នឹងឃើញមនុស្សចូលរួមតិចតួចតែដល់ពេលចាប់ផ្ដើមព្រលឹមឡើងបងប្អូនអើយ1គីឡូនេះបងប្អូនឃើញអត់មិនតិចទេណា5-600នាក់មុននឹងពេលដែលយើងចាប់ផ្ដើមហើយយើងរត់ហ្នឹងគឺមិនមែនរត់ម៉ោង5ឬក៏ម៉ោង5កន្លះទេគឺចាប់ផ្ដើមរត់គឺចាប់ផ្ដើមពីម៉ោង6ទៅដោយសារយើងនៅរងចាំគ្នាមកគ្រប់គ្នាអស់ហើយបានយើងចាប់ផ្ដើមរត់អញ្ចឹងអ្នកដែលរត់ចម្ងាយ5គីឡូម៉ែត្រគេឲ្យយើងរត់មុនហើយអ្នកដែលរត់ចម្ងាយ3គីឡូម៉ែត្រហ្នឹងគឺរត់ក្រោយបងប្អូនសាកទាយមើលខ្ញុំរត់ចម្ងាយប្រហែលគីឡូតាមពិតខ្ញុំរត់ជាក់ស្ដែងគឺចម្ងាយ3គីឡូហត់ហត់ចឹងដាច់ខ្យល់បងប្អូនអើយហើយពេលដែលយើងត្រឡប់មកវិញគេមានអាហារសម្រន់ទិញទួចដូចជាផ្លែឈើដូចជាអាឡឹកមានទឹកមានចេកណាំវាយឲ្យយើងអញ្ចឹងណាហើយដល់ពេលយើងមកពីហត់ហ្នឹងទៅយើងអាចចូលរួមញ៉ាំជាមួយគេជាមួយឯងហើយគេក៏មានរង្វាន់លើកទឹកចិត្តយើងបន្តិចបន្តួចនេះបងប្អូនមេដាយអត់ឈ្នះក៏បានមេដាយណាបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះ